สำคัญยึดเตะซิงไอ้ทางเวียสู้ทางจะลองนี่วิธีออกไปไวหมอแล้วก็มีสควอตจะบ้างสกอร์พวกนั้นนะใช่เวียนสามเวียนโลเวียนจับร้องเป็นเลยจับเพียงเวียนสับคนเลยนะเป็นเลยจับร้องจันปีจวบมอคือเนี่ยจองประมาณเวียนมีไอดีคารานั่นไงยังแต่เราเวียนเป็นอ้อยเคลียร์เวียนมุ้ยชุบหมกล้านไอ้บางทีลานยืนตีนออกมาเลยไหวเยอะក្នុងព្រឹត្តិការណ៍ហ្នឹងប្រហែលជាបានអ្នកដែរឲ្យដំមកពួកបាត់ក៏ដែលមកវាយឲ្យដំនឹងពេលនោះយើងឃើញមកផ្លែនៅឈរក្បែរឡានខែមកទី30នាក់ប៉ុន្តែគ្នាច្រើនជាងនឹងតទៀតហើយមានប៉ូលីសចរាចរណ៍2 3នាក់ឈរមើលនៅបាទហើយប៉ូលីសចរាចរណ៍ឈរនៅក្បែរហ្នឹងឃើញគេវាយឲ្យដំអត់មានចំទានការអីសោះអត់មានគេឈរមើលផងដែរនេះគឺទស្សនវិជ្ជាឲ្យដំគង់សភាដែលត្រូវបានពួកគេនឹងវាយហើយបែកខ្ទង់ចំោះហើយឲ្យដកគង់សភាគឺត្រូវចង្កេះនេះធ្ងន់ហើយលហើយទាំងខោទៀតដែលពួកនឹងចាប់ហើយវាយធ្វើបាបឲ្យដំគង់សភាគ្នាប្រហែលជា20នាក់អ្វីដែលយើងចាប់អារម្មណ៍មែនទេនោះគឺមានប៉ូលីសនៅទីនឹងហើយប៉ូលីសអត់បានជួយខាត់ឬក៏ការពារឲ្យដំគង់សភាក្នុងនាមអ្នកតំណាងរាស្ត្រទេហើយក្នុងនឹងមានទាំងអ៊ីវ៉ាន់របស់ឲ្យដំគង់សភាក៏ត្រូវបានគេយកដែរមានទូរស័ព្ទមានកាបូបលុយគឺត្រូវបានពួកនឹងយកថែមទៀតផងនៅបន្ទាប់ពីឯកឧត្តមបានចេញពីរដ្ឋសភាក្នុងពេលដែលប្រជុំរដ្ឋសភានៅព្រឹកនេះហើយឯកឧត្តមក្នុងនាមឯកឧត្តមគឺជាថ្នាក់ដឹកនាំគណៈបកហើយយល់ឃើញយ៉ាងណាទៅឯកឧត្តមហូវ៉ាន់នៅពេលដែលមានព្រឹត្តិការណ៍ពួកបាតកោដែលជាអ្នកគ្រប់គ្រងរបស់គណៈបកប្រជាជនវាយអ្នកតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិរហូតដល់មានរបួសធ្ងន់ធ្ងរបែបនេះហើយក្នុងនឹងមិនមែនមានឯកឧត្តមគង់សភាតែមួយទេគឺមានឯកឧត្តមញយចម្រើនទៀតកំពុងតែមិនដឹងថាគាត់នៅទីណាទេថារហូតដល់សន្លប់ថែមទៀតផងរួមទាំងរថយន្តរបស់ឯកឧត្តមញយចម្រើនក៏ត្រូវបានខូចខាតយ៉ាងដំណំផងដែរឯកឧត្តមបាទក្នុងនាមខ្ញុំរដ្ឋសភាម្នាក់ខ្ញុំសូមជម្រាបជូនថាការធ្វើបាតកម្មគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋប៉ុន្តែគ្រប់បាតកម្មអស់ត្រូវតែធ្វើដោយអហិង្សាហើយបាតកម្មនេះយើងអត់ដឹងថាមានច្បាប់កម្រិតណាឬអត់ច្បាប់កម្រិតណាយើងអត់ដឹងទេប៉ុន្តែការដែលប្រើអំពើហិង្សាហើយជាពិសេសរំលោភលើអភិឯកសិទ្ធិរដ្ឋសភាគឺជាការរំលោភច្បាប់និងរំលោភសិទ្ធិរបស់រដ្ឋសភាយ៉ាងធ្ងន់ធ្ងរប្រទេសយើងបើបណ្ដោយឲ្យមានអំពើហិង្សាអនាធិបតេយ្យរបៀបនេះរហូតដល់មិនគោរពដល់បុគ្គលជាតំណាងរាស្ត្រហើយអភិឯកសិទ្ធិតំណាងរាស្ត្រក៏មិនត្រូវបានគោរពសូម្បីអ្នកទាំងនោះដឹងហើយដឹងថាគាត់បានប្រាប់ឲ្យថាគាត់ជាតំណាងរាស្ត្រនៅតែមិនព្រមទទួលស្គាល់ទៀតហើយមានផ្លាកសញ្ញាដែលចេញពីប្រជុំគឺផ្លាកសញ្ញារបស់តំណាងរាស្ត្រទៀតដូច្នេះខ្ញុំសូមថ្កោលទោសយ៉ាងដាច់ខាតក្នុងការរំលោភលើតំណាងរាស្ត្រទាំងពីរនោះគឺលោកគង់សុភានិងលោកញយចម្រើនដែលបានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរហើយសូមឲ្យអ្នកណាដែលធ្វើផ្ដើមធ្វើបាតកម្មនេះគឺជួយដោះស្រាយសងមកវិញហើយទទួលខុសត្រូវវិញទីក្នុងនោះក៏ខ្ញុំសង្កត់ធ្ងន់លើសន្តិសុខរដ្ឋសភាយើងដែរពីព្រោះឯនៅចិត្តរដ្ឋសភានៅឡើយគឺថាសូមឲ្យលោកជួយទទួលខុសត្រូវនិងមើលការខុសត្រូវរដ្ឋសភារបស់យើងឲ្យមានសុវត្ថិភាពជាពិសេសក្នុងពេលធ្វើបាតកម្មណាដល់ទីបាតកម្មអហិង្សាពុំអាចប្រែក្លាយបាតកម្មអហិង្សាទៅជាហិង្សាដោយគិតទីខាងដំណើរនេះគាត់គ្មានអាវុធគ្មានអ្វីនៅក្នុងដៃទាំងអស់បែបនេះដូច្នេះ